ម្ដងចាគឺជ្រូកងាប់នោះនឹងមានជំងឺចាខុសច្បាប់គឺនឹងមានជំងឺហើយបាននាំចូលនៅក្នុងខេត្តតាកែវដោយគ្មានការឆ្លងកាត់មន្ត្រីជំនាញនោះទេឈ្មោះបាននាំយកជ្រូកងាប់ដែលមានជំងឺចូលយ៉ាងអនាធិបតេយ្យដែលមិនបានឆ្លងកាត់មន្ត្រីជំនាញត្រួតពិនិត្យត្រឹមត្រូវនោះឡើយហើយប្រជាពលរដ្ឋនោះគឺបានឲ្យដឹងថាឈ្មោះទាំងនេះបានបញ្ជូនជ្រូកចូលទៅក្នុងទីផ្សារនៅក្នុងខេត្តតាកែវចាសិតតែជ្រូកងាប់និងទីផ្សារនៅទឹកដីខេត្តតាកែវមួយចំនួនទៀតហើយប្រជាពលរដ្ឋបានត្អូញត្អែថាការនាំចូលជ្រូកងាប់គ្មានជ្រូកងាប់មានជំងឺគ្មានការពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញវាពិតជាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងហើយក្នុងនោះដែរលោកប៉ោលៀងគង់ប្រធានកម្មគងត្រូលខេត្តតាកែវបានមានប្រសាសន៍ថាការនាំចូលជ្រូកតាមច្រករបៀងដោយមិនបានឆ្លងកាត់ច្រកអន្តរជាតិវាជាការខុសច្បាប់មែនក៏ប៉ុន្តែលោកបានបន្តថាក្នុងការពិនិត្យតំណែងទាំងនេះលោកពុំទាន់មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ស្កាត់បទល្មើសតាមច្រករបៀងនៅឡើយចានេះជាការបញ្ជាក់របស់លោកប្រធានកម្មគងត្រូលខេត្តតាកែវហើយតាមប្រភពពីមន្ត្រីបសុពេទ្យខេត្តតាកែវម្នាក់ចាគឺបានស្នើមិនបញ្ចេញឈ្មោះនោះគឺបានប្រាប់ថាការនាំជ្រូកតាមទូកទៅក្នុងច្រកបរិយជលសាចាតាមច្រកបរិយជលសានោះគឺជារឿងយូរណាស់មកហើយតែការស្នើសុំដែលជាការស្នើសុំរបស់អាជ្ញាធរខេត្តឲ្យមានការយោគយល់ទៅមន្ត្រីបសុពេទ្យខេត្តនឹងពុំមានវិធានការបង្ក្រាបហើយក្នុងនោះគឺឈ្មោះនឹងគឺបានបង់លុយទៅខាងអាជ្ញាធរខេត្តនោះជាង50លានរៀលក្នុងរយៈពេល10ខែចាគឺរយៈពេល10ខែនោះ50ម៉ឺនរៀលដូច្នេះឈ្មោះហ្នឹងគឺมันខ្លាចចំពោះមន្ត្រីពាក់ព័ន្ធឬមន្ត្រីជំនាញផ្សេងនេះគឺគាត់បានបញ្ជាក់ថាគាត់បានបង់លុយបង់ខែហើយហ្នឹងអញ្ចឹងគាត់អត់ខ្លាចទេចាចំណែកលុយចំនួនជាង50លានរៀលដែលបានមកពីឈ្មោះនាំចូលជ្រូកនោះពុំឃើញអាជ្ញាធរខេត្តហ្នឹងយកទៅអភិវឌ្ឍអ្វីនោះឡើយចាការបង់ថ្លៃនេះឲ្យគាត់ហ្នឹងគឺអាហ្នឹងមិនបានអភិវឌ្ឍគឺមានតែចូលទៅកន្លែងផ្សេងហើយបាទគុំនិយាយបាទគុំនិយាយថាគាត់អត់អភិវឌ្ឍផ្ទះគាត់ប្រពន្ធកូនគាត់ស្រីស្នេហ៍គាត់ពិតជាមានការអភិវឌ្ឍពីផ្ទះតូចដល់ផ្ទះធំណានិយាយចឹងមិនកើតថាវិការជាតិបាត់បង់មួយចំនួនដោយសារតែតាមបណ្ដាច្រកព្រំដែនលោកមិនសូវបានយកចិត្តទុកដាក់រឿងចំណូលពន្ធនៅក្នុងថវិកាជាតិទេចា៎បាទឥឡូវនេះលោកនិយាយថាសុំការយោគយល់រូបភាពមួយឧទាហរណ៍ថាខ្ញុំយកថ្នាំពុលណាជីតាយកថ្នាំពុលមួយមកបំពុលយើងមិនទាន់ចោលទេតែជ្រូកវាឈឺជ្រូកចាបាទឬក៏ខ្ញុំយកមេរោគអ្វីផ្សេងដើម្បីព្យាដើម្បីបំណងមកចម្លងឲ្យអ្នកហើយអ្នកនិយាយថាយោគយល់ព្រមទេគេថាព្រមទេព្រមទទួលមេរោគនឹងជំងឺនឹងពីខ្ញុំទេមិនអាចទេមិនអាចព្រមអញ្ចឹងរូបភាពនេះនិយាយអំពីជ្រូកងាប់ឬជ្រូកឈឺហើយយកមកឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវគាត់ទទួលទានខ្ញុំកោតចេះតែគាត់ធ្វើទៅរួចបាទតើប្រជាពលរដ្ឋនឹងជាអ្នកណាមិនជាប្រជាពលរដ្ឋរបស់អស់លោកតែរស់នៅក្នុងខេត្តតាកែវនោះហើយលំហូរសាច់ទាំងអស់នេះខ្ញុំជឿថាមិនមែនចូលទៅក្នុងខេត្តតាកែវទេហូរចូលមកដល់រាជធានីភ្នំពេញហូរចូលទៅដល់ខេត្តកំពតខេត្តណាផ្សេងទៀតខេត្តស្វាយរៀងក៏អញ្ចឹងចាចូលតាមច្រកមួយវាអាចចែកចាយពេញទៅនឹងបាទនៅតាមច្រកនៅខេត្តស្វាយរៀងច្រករបៀងតូចនៅខាងថ្នាធ្នង់ឬក៏ច្រកតាមនៅឯដងច្រកដងនោះប្រជាពលរដ្ឋរាយការណ៍មកក៏ច្រើនដែរពាក់ព័ន្ធទៅនឹងនាំចូលនៅត្រីស្អុយដែលចិញ្ចឹមសារជាតិគីមីនិងសាច់សត្វពោះគោពោះក្របីនាំចូលពីប្រទេសវៀតណាមក៏ច្រើនដែរមានតាំងពីប្រភេទឈាមដុំទៀតឈាមបាទហើយដុំឈាមទាំងអស់នោះបងប្អូនក្នុងរាជធានីភ្នំពេញហូបសាកមើលឬនៅតាមបណ្ដាខេត្តខំហើយពិចារណាទាំងអស់គ្នាតើមានដីដែរឬទេខ្ញុំសូមសួរត្រង់ចំណុចហ្នឹងឈាមទាំងអស់ដែលបងប្អូនហូបរាល់ថ្ងៃនៅចំណីអាហារពេលព្រឹកបាយឈាមមាន់មួយបាយឈាមជ្រូកមួយហូបហើយទំពាឲ្យច្បាស់មើលតើមានដីដែរទេនៅក្នុងឈាមនោះបាទគឺជ្រឹះប៉ះនឹងធ្មេញហ្មងកតិចហ្នឹងណាបាទថាតើការធ្វើរបស់គាត់នឹងមានអនាម័យឬក៏ឈាមនោះជាឈាមពិតប្រាកដដែរឬអត់ឬជាសារធាតុលាយអ្វីផ្សេងឥឡូវនេះសូមនិយាយទៅរឿងខាងខេត្តតាកែវវិញម្ដងនៅខាងបរិយជលសារូបភាពនេះដែលក្រុមការងាររបស់យើងប្រមាញ់បានហើយក៏សូមថតនៅព័ត៌មានពិតប្រាកដនេះមកជម្រាបជូនអស់លោកអ្នកឃើញថាជ្រូកឈឺជ្រូកងាប់ដែលនាំចូលពីប្រទេសវៀតណាមត្រូវបានអាជ្ញាធរផ្នែកបសុពេទ្យខាងសត្វនោះណាត្រូវបានសុំការអន្តរាគមន៍និងសុំការយោគយល់នាំចូលសួរថាតើសុខភាពប្រជាពលរដ្ឋលោកមានការយោគយល់ដល់ពួកគាត់អត់
យោគយល់ដល់ថវិកាកប៉ៅរបស់លោកតែមិនបានយោគយល់ទៅដល់សុខភាពប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ចានៅឯប្រទេសគេនោះតាឈឺគេ បញ្ជូនចេញ គេបញ្ជូនចេញអ្នកណាទទួលហ្នឹងគេបញ្ជូនមកហ្នឹងគេអត់មានទៅយកទៅភូតគងប្រជាពលរដ្ឋ អត់អាចគុំជីវរដ្ឋគេបានទេ ព្រោះគេគិតគូរដល់សុខភាពប្រជាពលរដ្ឋគេ បាទ ចា អញ្ចឹងហើយតើយើងមានគិតគូរដល់សុខភាពប្រជាពលរដ្ឋយើងអត់តែលោកទៅកាន់នៅតាមបណ្ដាច្រកព្រំដែនហើយលោកដែលមានប្រសាសន៍ពាក់បញ្ញមិញនោះលោកប៉ៅលៀងគង់ដែលជាប្រធានកម្មគ្រប់គ្រងនៅខាងខេត្តតាកែវនោះលោកបានមានប្រសាសន៍ថាការនាំចូលនៅក្នុងតាមច្រករបៀងនេះពិតជាខុសច្បាប់តែលោកបានមានប្រសាសន៍ថតទីថាខ្ញុំមិនទាន់មានកម្លាំងគ្រប់គ្រាន់ទេអញ្ចឹងពេលណាទើបមានកម្លាំងបាទបង្ក្រាបបាត់ល្មើសឬបង្ក្រាបនៅអ្វីដែលនាំចូលប្រទេសកម្ពុជាហាក់ដូចជាមិនមានកម្លាំងទេប៉ុន្តែប្រសិនបើលុយដែលយកចូលប្រមាណបាវក៏ដឹកអស់ដែរខ្ញុំឧទាហរណ៍អញ្ចឹងទៅចោះព្រោះហាក់ដូចជាជ្រុលពេក មិនរឿងថ្មីទេណាបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបើរឿងថ្មីទើបតែមានថ្ងៃហ្នឹងយើងមិនថាទេព្រោះគាត់អត់មានកម្លាំងមែនហើយចុះរឿងកើតមករាប់ឆ្នាំទៅហើយដែលដឹកចូលក្នុងប្រទេសកម្ពុជាតើប្រជាពលរដ្ឋណាខ្លះដែលទទួលហូបនៅសាច់សត្វដែលជ្រូកងាប់នៅពីប្រទេសវៀតណាម ចាយកដាក់លើរៀនលក់ហ្នឹងយើងមិនដឹងtrongគ្រួការយើងអាចប៉ះដែរក៏ថាបានក៏យើងអត់ដឹង យើងអត់ដឹង ចា ហើយឃើញថាប្រជាពលរដ្ឋសពថ្ងៃប្រជាពលរដ្ឋកម្ពុជាបញ្ហាសុខភាពយើងឃើញច្រើនហើយណាជំងឺលើសឈាម ជំងឺអ្វីផ្លែផ្លែកើតឡើងមកក៏ច្រើនជំងឺពងបែកពេញខ្លួនដែលព្យាបាលបញ្ជានោះក៏មាន តែមានផ្លែ ចេះតែមានផ្លែផ្លែកើតឡើងជំងឺទឹកនោមផ្អែមជំងឺមហារីកដើមមហារីកសូដនជាដើម ចា ជំងឺមហារីកកាពះជំងឺមហារីកដៃស្បូនមាត់ស្បូនគឺច្រើនមែនតើដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ចាមហារីកហ្នឹងគឺបង្កឡើងដោយសារធាតុគីមី សារធាតុគីមីហូបចុកមើលដែលមានជាតិគីមីនឹងឯង ហើយជាប្រហិតជាស្អីផ្សេងៗមកច្រើនណា ច្រើន ជាដែលនាំចូលពីប្រទេសជិតខាងយើងហ្នឹង ចឹងសង្ឃឹមថាលោកលៀងបាទលោកប៉ៅលៀងគង់ដែលជាប្រធានកម្មគ្រប់គ្រងនៅខាងខេត្តតាកែវនោះមានប្រសាសន៍បែបនេះតើប្រជាពលរដ្ឋគ្រប់គ្រងដែរឬទេខ្ញុំមិនហ៊ានកាត់សេចក្តីទេតែលោកបានមានប្រសាសន៍ថាលោកគ្មានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ស្កាត់បទល្មើសនេះ ចា បាទហើយជ្រូកដែលនាំចូលពីប្រទេសវៀតណាមឬសាច់សត្វតាំងពីពោះគោពោះក្របីឬក៏សត្វសុណក់ដែលនាំចូលមកដែលចូលតាមច្រកព្រំដែនច្រករបៀងតូចៗផ្សេងៗពេលណាទើបលោកមានវិធានការបង្ក្រាបតើបណ្ដោយឲ្យសុខភាពប្រជាពលរដ្ឋក្នុងផ្ទៃប្រទេសប៉ះពាល់ដល់ពួកគាត់យ៉ាងណាតទៅទៀតអានេះជាសំណួររបស់ខ្ញុំហើយសូមភ្នាក់ងារយើងនៅខាងខេត្តតាកែវអរគុណណាស់បងភាពបាទបងសុភាពដែលបានខំយកនៅព័ត៌មាននេះពិតលោកបានសម្ភាសទៅក្រុមលោកអភិបាលស្រុកក៏ដូចជានៅខាងប្រធានកម្មគ្រប់គ្រងដែរលោកបាននិយាយចឹង ចា បើមិនចឹងគ្មានរូបភាពនឹងគ្មានតលហេកច្បាស់លាស់ខ្ញុំមិនហ៊ានយកមកនិយាយតែនេះជារឿងពិតហើយបងប្អូនប្រជាពលរដ្ឋឃើញរូបភាពអ្វីផ្សេងទៀតអាចចូលរួមក្នុងកម្មវិធីយើងបានតាមរយៈលេខទូរស័ព្ទ012 69 66 79ដើម្បីចូលរួមទាំងអស់គ្នាការពារនៅសុខភាពបងប្អូនប្រជាពលរដ្ឋកុំឲ្យចេះតែហូបនៅសារជាតិគីមីដែលនាំចូលពីប្រទេសគេដែលគេមិនហូបនោះ គេបោះចោលហើយយើងយក គេបោះចោលយើងយកមកលក់យើងយកមកចែកចាយប្រជាពលរដ្ឋរបស់ខ្លួនវាហាក់ដូចជាពេកទៅហើយបាទអញ្ចឹងយើងសូមចូលរួមមិនមែនជាការនិយាយស្ដីបន្ទោសក្នុងនាមអ្នកសារព័ត៌មាននេះប៉ុន្តែរូបភាពនេះប្រជាពលរដ្ឋមានអារម្មណ៍ដូចជាខ្ញុំអញ្ចឹង ចាចំណេញផលប្រយោជន៍តែខ្លួនយើងមួយតែសម្រាប់ប្រជាពលរដ្ឋប្រមាណអ្នក បាទនេះហើយជារូបភាពមួយដែលយើងខ្ញុំសូមទទូចសូមតែម្ដងមិនមែនបញ្ជាទទូចសូមតើពេលណាទើបមានចំណាត់ការយើងឃើញប្រទេសវៀតណាមនាំអីខ្លះកាលពីសប្តាហ៍មុនបកាក្រៀមឬក៏យីហឺក្រៀមដែលមានជាតិគេហៅថាប៉ូរ៉ាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដល់ទៅ20គីឡូក្រាមនាំចូល300គីឡូក្រាមមានផ្ទុកនៅក្នុងនោះ20គីឡូក្រាមរួចទៅហើយ ចុះដឹងតាំងពីពេលណា ដឹងពីពេលណាចូលមកមិនមែនជារឿងដែលនិយាយចេះតែថាទេមិនលឺគេថាឡាគេធឺទេបាទឃើញផ្ទាល់ភ្នែកថតបានទាំងរូបភាពសម្ភាសផ្ទាល់លោកមន្ត្រីកម្មគ្រប់គ្រងខេត្តកំពតក៏បានធ្វើការពិសោធន៍ផ្ទាល់ឃើញសារជាតិប៉ូរ៉ានេះពិតប្រាកដមែនហើយឥឡូវនេះខេត្តតាកែវបានពិនិត្យឃើញថាជ្រូកងាប់ឈឺវះនៅដឹកជញ្ជូនមកប្រទេសកម្ពុជាដែលប្រទេសវៀតណាមគេមិនហូបទេគេដឹកមកឲ្យកម្ពុជាយើងហូបអញ្ចឹងវាជារូបភាពមួយដែលបណ្ដែតបណ្ដោយជ្រុលពេកទៅហើយយកយល់ឲ្យគេនាំនៅជ្រូកឈឺនាំមកដល់ប្រជាជនកម្ពុជារបស់យើងយកយល់នេះស័ក្តិសមអត់បើយកយល់សុំការយកយល់អធិស្ឋានវថាជីម៉ូតូបច្រាស់អីតិចតួចណាយកយល់អធិស្ឋានកំហុសតិចតួចនឹងបានយកយល់នាំជ្រូកងាប់ជ្រូកឈឺចូលក្នុងប្រទេសកម្ពុជាវាដូចជាពេកបាទអរគុណណាស់ទៅរឿងថ្មីមួយទៀតគឺឈ្មួញកំពុងតែ
បាទជីកដីទន្លេនិងបាទសម្រុកដឹកអាចដីយកទៅលក់បាទមួយទៀតដែរបងប្អូនប្រជាពលរដ្ឋអរគុណហើយសូមអភ័យទោសគាត់ថាយេអាមួយនឹងដូចតាំងលស័យកទាំងព្រឹកហ្មងអីបាទសូមទោសបងប្អូនពេលខ្លះទៅក៏ព័ត៌មានខ្លះក៏ត្រូវការនិយាយបន្តិចដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋលោកបានដឹងហើយជ្រុលជ្រែកបន្ថែមព្រោះព័ត៌មានខ្លះគាត់អានទៅចប់ទៅក៏មិនបានដឹងទេចា៎រឿងខ្លះយើងដឹងបន្ថែមទៀតនឹងជម្រាបជូនបន្តចា៎ចំបាទរឿងតាមរឿងហ្នឹងតែវាបែកទៅជារឿងបែកទៅជារឿងហ្នឹងទៅមិនមែនខ្ញុំបែកទេណាបាទរឿងបែកអរគុណបងប្អូនហើយចូលរួមកម្មវិធីយើងខ្ញុំបានសហការជាមួយកម្មវិធីជាមហាគ្រួសាររបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ8តាមរយៈលេខទូរស័ព្ទ012 69 66 79យើងរីករាយស្វាគមន៍ចំពោះការចូលរួមរបស់អស់លោកអ្នកគ្រប់ទីកន្លែងបាទកលេចមកខាងខេត្តកណ្ដាលលោកវុធីទៀតហើយបាទសបោណាលោកវុធីបាទលោកវុធីនឹងសបោរឿងណាស់នៅខេត្តកណ្ដាលអរគុណលោកវុធីធឿនវុធី